បងប្អូនធ្លាប់តែហូបស្លកកូរធម្មតាហើយនេះគឺជាស្លកកូរ3ដង្ហើមអញ្ចឹងថ្លៃទៀតហើយបងប្អូនស្លកកូរ3ដង្ហើមនេះគឺគេស្លមួយវែកកូរអត់ដង្ហើមមួយវែកកូរបិទភ្នែកម្ខាងអញ្ចឹងដើម្បីឲ្យរសជាតិសម្លនោះវាកាន់តែឆ្ងាញ់ការប្រើអារម្មណ៍វាពិតជាសំខាន់នៅក្នុងការស្លនិងក្នុងការធ្វើម្ហូបផងដែរហើយបានចាំបាច់បិទភ្នែកម្ខាងអត់ដង្ហើមគឺដោយសារយើងស្លនេះដើម្បីកុំឲ្យយើងងុយដេកនិងដាក់គ្រឿងច្រឡំនិយាយលេងទេបងប្អូនគឺយើងស្លធម្មតាតែគ្រាន់ថាយើងឃើញបន្លែវាល្អពេកក៏ចាប់ផ្ដើមបេះបន្លែនៅគៀនផ្ទះដើម្បីយកមកស្លអញ្ចឹងណាហើយស្លឹកបាសថ្ងៃនេះគឺច្រើនបងប្អូនគឺមកតវងគឺសបោបងប្អូននៅតាមជនបទគឺសបោច្រើនមែនទែនបងប្អូនខែនេះគឺយើងបុកយកហូរទៅបន្លែបានច្រើនដើម្បីសុខភាពផងដែរមួយវិញទៀតបងប្អូនគួរតែប្រុងប្រយ័ត្នដែរបន្លែនៅក្រោមគេលោកគេបាញ់ថ្នាំបាញ់អីទៅហូបទៅវាអាចពុលអញ្ចឹងអាចបេះនៅលើដបងវាអាចផុតពីការនោមដាក់នោមអីចឹងទៅហើយនេះគឺជាអានងគៀនផ្ទះខ្ញុំបងប្អូនគឺថាផ្លែវា3 4ហើយដែលយើងបេះស្លអីខ្លះអញ្ចឹងណាឥឡូវក៏វាមានប្រឡូកថ្មីបន្ទាប់ពីបេះស្លឹកបាសហើយគឺយើងមកបេះស្លឹកម្រះអញ្ចឹងស្លកកូរគេដាក់ស្លឹកម្រះល្វីងតិចអញ្ចឹងណានិយាយចំទៅខ្ញុំកាលពីមុនគឺរឿងស្លកកូរនោះគឺអត់សូវចំណូលចិត្តទេជាពិសេសបើប៉ះស្លម្រះហើយថ្ងៃក្រោយគឺលេងហូបតែម្ដងដោយសារតែវាល្វីងប៉ុន្តែឥឡូវអត់ទេដូចជាម្រះស្លឹកស្ដៅអាបន្លែម្រះដែលគេដាំហ្នឹងហូបទៅល្វីងគឺអត់ចង់ហ្មងប៉ុន្តែឥឡូវវាទៅជាឆ្ងាញ់វិញហ្នឹងនិយាយទៅធម្មជាតិគឺវាមួយយ៉ាងផងដែរអញ្ចឹងណាហើយបងប្អូនហើយឥឡូវយើងបេះបានបន្លែមកកញ្ច្រែងហើយគឺរៀបចំទៅវិញដោយសារតែម៉ោងស្មាននេះគឺម៉ោង8កន្លះបងប្អូនដោយសារតែមេឃសតុំវារអាលឹមមេឃភ្លៀងពេលព្រឹកអីចឹងណាហើយនេះខ្ញុំមកប្រទះនឹកឃើញអាដើមអានងផ្លែអានងវាវែងរៀងចាស់ដែរហើយបងប្អូនប្រហែលជាយើងស្លមិនកើតទេបើស្លហូបក៏មិនឆ្ងាញ់ដោយសារតែវារៀងធំអញ្ចឹងអាហ្នឹងបានតែខ្ចីមកល្មមទេបើចាស់ហើយស្លទៅហូបទៅដូចជ្រេទៅជាពិបាកហូបវិញបងប្អូនខ្ញុំជឿថាអាយុវ័យក្មេងៗច្រើនគឺមិនសូវចូលចិត្តហូបអានងទេហើយនេះគឺជាគ្រឿងដែលយើងផ្សំជាមួយនឹងកកូរហើយមួយវិញទៀតតើតើនៅក្នុងការផលិតវីដេអូបងប្អូនហើយតតែទំនេរសៅរ៍អាទិត្យបានឆ្លៀតថតឲ្យបងប្អូនបានមើលដែរច័ន្ទសុក្រយើងធ្វើការអញ្ចឹងណាបងប្អូនព្រោះការធ្វើវីដេអូនេះតតែមានពេលទំនេរច្រើនដើម្បីឲ្យបងប្អូនបានទស្សនាពីជីវិតប្រចាំថ្ងៃរបស់ខ្ញុំអញ្ចឹងណាហើយឥឡូវនេះគឺរៀបចំលាងបន្លែបងប្អូនបន្លែធម្មជាតិគឺលាងគឺនិយាយទៅលាងមកស្អាតដើម្បីឲ្យហូបទៅវាជក់មាត់ស្និតមាត់អីចឹងណានិយាយទៅបងប្អូនសម្លកកូរនេះគឺថាល្មមតែបានហូបគឺហត់រៀងយូរដោយសារតែសម្លកកូរនេះគឺវាមានគ្រឿងច្រើនបងប្អូនបន្លែនេះបន្តិចបន្លែនោះមិនបន្តិចគឺយើងដាក់បេះផ្សំគ្នាគឺបន្លែខ្លះខ្វះក៏យើងទិញគេអញ្ចឹងទៅមានគ្រឿងមានអីឥឡូវនេះដល់វគ្គបុកគ្រឿងណាបងប្អូននិយាយទៅចំណាយពេល1ម៉ោងកន្លះដើម្បីធ្វើម្ហូបនេះមួយប៉ុន្តែវីដេអូយើងធ្វើតែមួយផ្លែតដោយសារយើងធ្វើកាត់អីចឹងណាបងប្អូននេះដោយសារតែគ្រឿងគេវាយមកស្ទើយើងថែមគ្រឿងបន្ថែមដូចជាខ្ទឹមអីពីលើទៀតចឹងហើយឥឡូវយើងយកមកដាក់ប្រហុកណាបងប្អូននិយាយទៅអាសម្លនេះបើអត់ប្រហុកគឺវាអត់ឆ្ងាញ់ទេហើយគ្រាន់តែជៀនភ្លាមគឺថាឈ្ងុយខ្ញុំទេដល់ពូខ្ញុំនៅរតនគិរីគាត់ថាឈ្ងុយដល់ហ្នឹងហើយឥឡូវនេះគឺថាកោវឹកដើម្បីឲ្យប្រហុកហ្នឹងគឺវាសពល្អបន្ទាប់មកយើងដាក់គ្រឿងដាក់អីចឹងទៅនិយាយទៅខ្ញុំអត់ចេះស្លប៉ុន្តែខ្ញុំគាត់ថារៀបរាប់ជំនួសប្រពន្ធខ្ញុំចឹងណាបងប្អូនហើយបើនិយាយពីប្រពន្ធខ្ញុំវិញគឺគាត់មិនចូលចិត្តឲ្យខ្ញុំថតរឿងគឺធ្វើម្ហូបហ្មងពីមុនគឺគាត់មិនចូលចិត្តទេប៉ុន្តែឥឡូវគាត់បើកចិត្តឲ្យទៅលាខ្ញុំថតឲ្យចឹងណាបងប្អូនតែធ្វើម៉េចថតឲ្យវាស្អាតកុំឲ្យវាមើលទៅរោករ៉ាក់ពេកចឹងណាប៉ុន្តែវីដេអូមុំប៉ុន្តែខ្ញុំគិតថាវាសមរម្យហើយបងប្អូនព្រោះនៅតាមជនបទតាមស្រុកស្រែរបស់យើងការកន្លែងធ្វើម្ហូបគឺវាមិនល្អអត់ខ្ចោះដូចនៅតាមទីក្រុងអីទេគឺបែបស្រុកស្រែធម្មជាតិអញ្ចឹងឯងបងប្អូនអញ្ចឹងខ្ញុំគិតថាវីដេអូប៉ុណ្ណេះវាល្អហើយឥឡូវនេះគឺយើងដល់កោវឹកកន្លែងហ្នឹងគឺភ្លេចទិញអាស្អីគេអង្គលេងបងប្អូនដល់ពេលហ្នឹងប្រពន្ធខ្ញុំប្រើទៅទិញអង្គលេងវិញស្លដូចគិតថានឹងដាក់អង្គលេងអញ្ចឹងណាបងប្អូនហើយតែបើអត់អង្គលេងក៏វាអាចសូវឆ្ងាញ់ដែរព្រោះអាស្លកកូរនេះចាំបាច់ខ្លាំងគឺអង្គលេងវាផ្សំគ្នាច្រើនឃើញខ្ញុំប្រាប់អញ្ចឹងបងប្អូនស្រីដែលធ្លាប់ស្លហ្នឹងដឹងហើយតែលើស្លកកូរហ្នឹងមិនមែនចេះតែស្លបានទេគឺវាត្រូវការប្រើគ្រឿងខ្លាំងហើយបន្លែនេះគឺថាមិនចាំឲ្យវាស្លោកពេកទេបងប្អូននៅស QQ មកឆ្អិនល្មមគឺលើកតែម្ដងឥឡូវនេះគឺថាមកហូបគឺចាប់ផ្ដើមឆ្អិនហើយកន្លែងនេះគឺខ្ញុំដាក់កូនចានភ្លក់បន្តិចបងប្អូនដោយសារតែវាទុំតែម៉ោង8កន្លះម៉ោង9នេះហ្នឹងខ្ញុំហូបបាយព្រឹកហើយដល់ពេលអញ្ចឹងអត់តាន់ហូបដល់ថ្ងៃបានយើងរៀបចំហូបអញ្ចឹងណាបងប្អូនអញ្ចឹងអរគុណ